កម្លាំងនៃបញ្ជាការដ្ឋានរបស់ប្រតិបត្តិការសឹករងកំពង់ធំនៅតែបន្តបង្ហាញចំហយ៉ាងម៉ឺងម៉ាត់ក្នុងការសហការជាមួយកម្លាំងចម្រុះដើម្បីចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ក្នុងភូមិសាស្ត្របឹងទន្លេសាបយ៉ាងសកម្មបំផុតដោយភ្លៀងរលឹមដើម្បីការពារសម្បត្តិធម្មជាតិរបស់ជាតិ ឧត្តមសេនីយ៍តូសាមសុនមេបញ្ជាការរបស់ប្រតិបត្តិការសឹករងកំពង់ធំនិងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំបានបញ្ជាក់ឲ្យដឹងថានៅថ្ងៃទី 16 ខែមករាឆ្នាំ 2026 កម្លាំងចម្រុះដែលកំពុងប្រចាំការនៅទីបញ្ជាការស្រាលស្ថិតក្នុងឃុំពីមបាងស្រុកស្ទងដឹកនាំដោយលោកវរៈសេនីយ៍ត្រីភោគប៊ុនធឿនបានបន្តយុទ្ធនាការចោះរុករកនិងបង្ក្រាបឧបករណ៍នេសាទខុសច្បាប់នៅតំបន់បឹងឆ្លាមក្នុងប្រតិបត្តិការដ៏មមាញឹកនេះកម្លាំងចម្រុះបានរកឃើញនៅកំទេចចោលនៅឧបករណ៍ខុសច្បាប់ជាច្រើនរួមមានរបាំងសាច់អួនក្រឡាញឹកចំនួន 2 របាំងប្រវែង 550 ម៉ែត្រ លុកសាច់អួនចំនួន 5 លុក លបលូចំនួន 10 មាត់ បង្គោលចំនួនជាង 300 ដើម ការសង្គ្រោះមច្ឆាបានចាក់លែងត្រីចម្រុះចូលក្នុងបឹងធម្មជាតិវិញប្រមាណ 7 គីឡូក្រាម ក្រៅពីការបង្ក្រាបផ្ទាល់កងកម្លាំងក៏បានបន្តបេសកកម្មល្បាតយ៉ាងតឹងរឹងទាំងយប់ទាំងថ្ងៃនៅតំបន់អភិរក្សបឹងទន្លេសាបជាពិសេសតំបន់បឹងឆ្មាដែលជាជម្រកត្រីពងកូននិងអភិរក្សពូជត្រីដ៏សំខាន់ឧត្តមសេនីយ៍តូសាមសុនបានថ្លែងអំណរគុណនឹងការសរសើរយ៉ាងស្មោះចំពោះកងកម្លាំងចម្រុះទាំងអស់ដែលបានបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់លោកសង្កត់ធ្ងន់ថាទោះបីជាត្រូវប្រឈមនឹងឧបសគ្គអាកាសធាតុឬការលំបាកក្នុងភូមិសាស្ត្រយ៉ាងណាក៏ដោយក៏កងកម្លាំងមិនរួញរាឡើយដើម្បីធានាឲ្យបាននូវការអនុវត្តច្បាប់មានប្រសិទ្ធភាពជាមួយគ្នានេះឧត្តមសេនីយ៍តូសាមសុនក៏បានអំពាវនាវយ៉ាងទទូចដល់ប្រជានេសាទទាំងអស់សូមចូលរួមគោរពច្បាប់ស្ដីពីជលផលនិងបញ្ឈប់ការប្រើប្រាស់ឧបករណ៍នេសាទដែលបំផ្លិចបំផ្លាញមច្ឆជាតិដើម្បីឲ្យត្រីសម្បូរឡើងវិញសម្រាប់បម្រើសេចក្តីត្រូវការរបស់ប្រជាជនយើងទូទាំងប្រទេស